ស្ដីអ្នកទាំងអស់គ្នាត្រឡប់មកវិញជាមួយ admin នៅក្នុងវីដេអូនេះយើងនឹងពិភាក្សាអំពីសាច់រឿងនៃស៊េរីបាញ់ប្រហារយ៉ាងសាហាវដែលមានឈ្មោះថា Twisted Metal ស៊េរីនេះដកស្រង់ចេញពីហ្គេមវីដេអូដ៏ពេញនិយមមួយដែលមានឈ្មោះថា Sama ប្រាប់ពីរឿងរ៉ាវរបស់អ្នកដឹកជញ្ជូនដ៏ប៉ិនប្រសប់ម្នាក់ដែលបំពេញបេសកកម្មផ្ញើកញ្ចប់សម្ងាត់មួយពេញមួយរឿងនេះអ្នកដឹកជញ្ជូនត្រូវតែប្រឈមមុខនឹងមនុស្សខុសខើជាច្រើនដោយសារតែចាប់តាំងពីពិភពលោកមួយនេះបានធ្លាក់ចូលទៅក្នុងការបំផ្លិចបំផ្លាញប៉ុន្តែមុនពេលយើងទៅដល់សាច់រឿងខ្ញុំចង់រំលឹកអ្នកទាំងអស់គ្នាថាកុំភ្លេចចុច like comment subscribe និងបើកកណ្ដឹងដោយមិនចាំបាច់និយាយយូរទៀតទេចូលយើងចាប់ផ្ដើមរឿងវិញកាលពី20ឆ្នាំមុនពិភពលោកត្រូវបានបំផ្លាញដោយការវាយប្រហារដោយមេរោគចាប់តាំងពីគ្រោះមហន្តរាយមកទីក្រុងនីមួយៗត្រូវបានរារាំងដោយជញ្ជាំងសន្តិសុខខណៈដែលអ ுக ្រិតជនត្រូវបានបំបែកចេញពីពិភពខាងក្រៅដ៏គ្រោះថ្នាក់ទីបំផុតអ ுக ្រិតជនបានផ្គុំរថយន្តប្រយុទ្ធមួយគ្រឿងជាមួយនឹងរថយន្តនិងអាវុធដែលមិនទាន់ប្រើប្រាស់បន្ទាប់មកនៅក្នុងបច្ចុប្បន្នកាលមានអ្នកដឹកជញ្ជូនម្នាក់ឈ្មោះ John ដែលកំពុងដឹកកញ្ចប់បញ្ញារបស់គាត់ជាក់ស្ដែង John ត្រូវបានប្រគល់ភារកិច្ចឲ្យកាន់រថយន្តប្រយុទ្ធដែលគាត់ស្រឡាញ់នៅពាក់កណ្ដាលនៃដំណើរនេះ John ត្រូវតែប្រឈមមុខនឹងក្រុមអ ுக ្រិតជនមួយក្រុមឈ្មោះ Vultures ដែលកំពុងព្យាយាមលួចកញ្ចប់របស់គាត់ប្រកបណាស់ John ទីបំផុតអាចបំផ្លាញសត្រូវទាំងអស់បានពេលវេលានេះបង្ហាញថា John គឺជាអ្នកបើកបរដ៏ល្អម្នាក់បន្ទាប់ពីនោះ John បានមកដល់ទីតាំងរបស់អតិថិជនហើយបានប្រគល់កញ្ចប់របស់គាត់ឲ្យគេដោយអ្នកដឹកជញ្ជូនជាទូទៅដែរ John បានទទួលកញ្ចប់មួយក្នុងទម្រង់ជាសម្ភារៈចាំបាច់ដើម្បីរស់រានមានជីវិតពេលគាត់កំពុងបើកបរម្ដងទៀត John បានសម្លាប់សមាជិកម្នាក់នៃក្រុម Vultures ដែលបានវាយប្រហាររថយន្តរបស់គាត់ពេលវេលានៅតែបន្តរហូតដល់ទីបំផុត John បានឈប់នៅកន្លែងស្ងាត់មួយដើម្បីជុះនោមបន្ទាប់មក John បានព្យាយាមរារាំងចំពោះសកម្មភាពរបស់ប្អូនពីរនាក់ដែលបានព្យាយាមបំផ្លាញឡានរបស់គាត់បន្ទាប់ពីនោះ John បានសម្រាកនៅលើឆ្នេរជាក់ស្ដែង John មិនមានផ្ទះអចិន្ត្រៃយ៍ទេដូច្នេះគាត់អាចត្រូវបានគេហៅថាជាអ្នកធ្វើដំណើរចល័តចរនៅថ្ងៃបន្ទាប់ John បានគ្រប់គ្រងផ្ញើថ្នាំទៅកាន់ទីក្រុង New San Francisco បន្ទាប់មក John បានបំពេញតាមការអញ្ជើញជួបជាមួយមន្ត្រីជាន់ខ្ពស់ម្នាក់ឈ្មោះ Raven វាបង្ហាញថា Raven គឺជាប្រធានប្រតិបត្តិការទីក្រុង New San Francisco ដូច្នេះគាត់មានអំណាចនិងឥទ្ធិពលយ៉ាងខ្លាំងដោយដឹងពីភាពអស្ចារ្យរបស់ John ក្នុងនាមជាអ្នកដឹកជញ្ជូនដ៏ប៉ិនប្រសប់ម្នាក់ Raven ចង់ជួល John ឲ្យអនុវត្តបេសកកម្មមួយនោះគឺយកកញ្ចប់សម្ងាត់មួយនៅ New Chicago បន្ទាប់មកផ្ញើវាទៅ New San Francisco សម្រាប់ Raven បន្ទាប់មក John បានបដិសេធដោយសារតែការធ្វើដំណើរទៅកាន់ទីក្រុង New Chicago មានហានិភ័យខ្លាំងពេកដើម្បីលើកទឹកចិត្ត John ទីបំផុត Raven បានអញ្ជើញគាត់ឲ្យដើរលេងនៅកណ្ដាលទីក្រុងនៅទីនេះគេឃើញថាប្រជាពលរដ្ឋនៃទីក្រុង New San Francisco រស់នៅដោយសន្តិភាពដោយសារតែស្ថានភាពទីក្រុងដែលមានសុវត្ថិភាពនិងស្ងប់ស្ងាត់នៅទីបំផុត Raven បានធានាថាគាត់នឹងធ្វើឲ្យ John ក្លាយជាពលរដ្ឋនៃទីក្រុង New San Francisco ប្រសិនបើគាត់ទទួលបានជោគជ័យក្នុងការអនុវត្តបេសកកម្មខណៈពេលកំពុងរងចាំចម្លើយ Raven បានអញ្ជើញ John ឲ្យទៅទស្សនាវិមានរបស់គាត់បន្ទាប់មក Raven បានណែនាំស្វាមីនិងកូនរបស់នាងដែលម្នាក់មានឈ្មោះថា Noe និងដៅបន្ទាប់ពីញ៉ាំអាហារជាមួយគ្នារួច Raven បានសាកសួរពីជីវិតរបស់ John ជាអ្នកដឹកជញ្ជូនដ៏ប៉ិនប្រសប់ម្នាក់វាបង្ហាញថារាល់ពេលដែលគាត់ផ្ញើកញ្ចប់ពីទីក្រុងមួយទៅទីក្រុងមួយទៀត John ត្រូវប្រឈមមុខនឹងការគំរាមកំហែងផ្សេងនៅកណ្ដាលផ្លូវដែលធ្វើឲ្យជីវិតរបស់គាត់ស្ថិតក្នុងគ្រោះថ្នាក់ជានិច្ចបន្ទាប់មក Raven បានធានាថា John នឹងមានជីវិតដ៏សុខសាន្តប្រសិនបើគាត់ក្លាយជាពលរដ្ឋនៃទីក្រុង New San Francisco ពីទីនេះ John ទីបំផុតបានទទួលយកបេសកកម្មដឹកជញ្ជូនរយៈពេល10ថ្ងៃពេល John ចាក់ចេញភ្លាម Raven បានបង្ហាញថា Noe និង Dope គឺជាគ្រួសារคล้ายៗនោះទេបន្ទាប់ពីនោះ John បានជួបមិត្តរបស់គាត់ឈ្មោះ Tommy ពេលនិយាយអំពីបេសកកម្មដឹកជញ្ជូន Tommy បានប្រាប់ថាដំណើរទៅកាន់ New Chicago នឹងធ្វើឲ្យ John ប្រឈមមុខចំពោះមនុស្សគ្រោះថ្នាក់ជាច្រើន Tommy ក៏បានរំលឹកផងដែរថាពិភពលោកនៅខាងក្រៅទីក្រុងគឺជាកន្លែងដ៏ឃោរឃៅមួយទោះជាយ៉ាងណាក៏ដោយ John មិនខ្លាចរឿងទាំងអស់នោះទេព្រោះហានិភ័យនៃបេសកកម្មគឺស្មើនឹងបន្ទុករបស់គាត់ទីបំផុត Tommy បានប្រគល់ផែនទីនៃការបង្កើតរបស់គាត់ដើម្បីឲ្យ John អាចធ្វើដំណើរតាមផ្លូវសុវត្ថិភាពទៅកាន់ New Chicago ទន្ទឹមនឹងនេះប្អូនប្រុសរបស់គាត់ដែលពីមុនបានព្យាយាមបំផ្លាញរថយន្តរបស់ John ឥឡូវនេះត្រូវបានចាប់ខ្លួនដោយក្រុមអនុវត្តច្បាប់របស់ Stone វាបានបង្ហាញថាឈ្មោះប្អូនទាំងពីររបស់គាត់គឺ Loud and Quiet ដើម្បីដាក់ទោសចំពោះបទឧក្រិដ្ឋរបស់ពួកគេ Stone បានឲ្យកំភ្លើងមួយដើមដើម្បីឲ្យ Loud អាចជ្រើសរើសថាតើគាត់ចង់បាញ់ខ្លួនឯងឬ Quiet ទីបំផុត Loud បានជ្រើសរើសបាញ់ខ្លួនឯងដើម្បីការពារ Quiet នៅចុងបញ្ចប់នៃឧបទ្ទហេតុនេះកូនប្រុសរបស់ Stone បានប្រើដៃក្តៅចាក់ដៃរបស់ Quiet ដោយប្រើនិមិត្តសញ្ញារបស់អ្នកបំពានច្បាប់ដើម្បីផ្ដល់ឲ្យគាត់នូវប្រសិទ្ធភាពសម្រាប់ការឈឺចាប់ពេលវេលាកន្លងផុតទៅ John បានឆ្លងកាត់ទីក្រុង Las Vegas ហើយបានជួបជាមួយ Quiet ដោយចៃដន្យដែលត្រូវបានដោះលែងចំនួននេះមិនអាចជៀសវាងបានទេនៅពេលដែល Quid ព្យាយាមលួចឡានរបស់ John
នៅពេលដែលពួកគេព្យាយាមសម្លាប់គ្នាចនគ្រាន់តែនឹកឃើញថា Quid គឺជាបងប្អូនពីរនាក់ដែលបានព្យាយាមបំផ្លាញឡានរបស់គាត់នៅទីបំផុត John និង Quiet ត្រូវទុកចំនួនរបស់ពួកគេមួយ license ដើម្បីប្រយុទ្ធប្រឆាំងនឹងថ្លុកអាក្រក់ម្នាក់ដែលបើកបររថយន្តប្រយុទ្ធជាអកុសលកំភ្លើងដែលពួកគេប្រើដើម្បីបាញ់ថ្លុកនោះគឺវាគ្មានគ្រាប់នោះទេដូច្នេះជាដំណោះស្រាយ Quiet បានប្រើរថយន្តរបស់ John ភ្លាមៗដើម្បីរត់គេចខ្លួននៅចំកណ្ដាលចំនួនរបស់ពួកគេ John និង Quiet បានបដូរកៅអីគ្នាដើម្បីឲ្យ John អាចប្រើឡានប្រយុទ្ធរបស់គាត់ដើម្បីប្រយុទ្ធនឹងថ្លុកនោះម្យ៉ាងវិញទៀតថ្លុកដែលមានឈ្មោះថា Sweet Tooth បានហៅការវាយប្រហាររបស់គាត់ថាជាការសម្ដែងបន្ទាប់ពីបានចូលរួមក្នុងការប្រយុទ្ធគ្នា John និង Quiet បានរត់គេចខ្លួនពីការដេញតាមរបស់ Sweet Tooth ទន្ទឹមនឹងនេះមនុស្សពីរនាក់ឈ្មោះ Stu និង Mike កំពុងត្រូវបានក្រុមមនុស្សស៊ីសាច់មនុស្សមួយក្រុមចំអិនទាំងរស់ក្នុងស្ថានភាពនេះក្រុមអនុវត្តច្បាប់របស់ Stone បានបង្ហាញខ្លួនហើយបានប្រហារជីវិតក្រុមមនុស្សស៊ីសាច់មនុស្សមួយក្រុមភ្លាមៗដោយដឹងថា Stu និង Mike ជាអ្នកយាមសន្តិសុខ Stone បានជ្រើសរើសពួកគេជាសមាជិកក្រុមនៅទីបំផុតពេលវេលាបានកន្លងផុតទៅរហូតដល់ Stone បានចាត់តាំង Mike និង Stu ឲ្យការពារឡានដឹកទំនិញមួយជាក់ស្ដែងឡានដឹកទំនិញដែលដឹកមនុស្សស៊ីសាច់មនុស្សនោះកំពុងដឹករំសេវកំភ្លើងមិនយូរប៉ុន្មាន Stone បានបញ្ជាឲ្យ Mike និង Stu បាញ់មនុស្សពីរនាក់ដែលកំពុងព្យាយាមដាក់ម្សៅកំភ្លើងលើឡានដឹកទំនិញបន្ទាប់មក Mike បានសម្លាប់គោលដៅរបស់គាត់មុនគេខណៈដែល Stu មានភាពក្លាហានគ្រប់គ្រាន់ក្នុងការសម្លាប់គោលដៅរបស់គាត់បន្ទាប់ពីត្រូវបាន Stone បង្ខំត្រឡប់ទៅ John វិញគាត់និង Quiet កំពុងលាក់ខ្លួននៅក្នុងកន្លែងដាច់ស្រយាលមិនយូរប៉ុន្មាន Sweet Tooth បានបង្ហាញខ្លួននៅទីតាំងនោះហើយចាប់ផ្ដើមស្វែងរកពួកគេជាលទ្ធផលនៃសកម្មភាពរបស់ Quiet Sweet Tooth បានរក John ឃើញហើយវាយប្រហារគាត់ភ្លាមៗខណៈពេលកំពុងញុះញង់ John Sweet Tooth បាននិយាយពាក្យដែលបញ្ជាក់ថាត្លុកនោះជាមនុស្សវិកលចរិតនៅទីបញ្ចប់ John នៅរស់រានមានជីវិតពីព្រោះគាត់បាននិយាយថាចង់មើលការសម្ដែងរបស់ Sweet Tooth នៅឯរោងមហោស្រពដែលហៀបនឹងចាប់ផ្ដើមពេលគាត់មកដល់រោងមហោស្រព Sweet Tooth បានសារភាពថាគាត់រស់នៅតែម្នាក់ឯងនៅកន្លែងនោះអស់រយៈពេលជាង20ឆ្នាំមកហើយម្យ៉ាងវិញទៀត John បានបង្ហាញថារថយន្តប្រយុទ្ធរបស់គាត់មានឈ្មោះថា Evelyn អ្វីដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលនោះគឺ John បានបាត់បង់ការចងចាំអំពីអត្តសញ្ញាណពិតរបស់គាត់ដូច្នេះគាត់មិនដឹងថាឪពុកម្ដាយរបស់គាត់ជានរណានិងធំធាត់នៅឯណាទេបន្ទាប់ពីនោះ Sweet Tooth បានបង្ហាញថាគាត់កំពុងលបួង Quiet ឲ្យចូលទៅក្នុងបន្ទប់ដែលគ្មានសម្ភារៈឥឡូវនេះ Sweet Tooth បានគ្រោងធ្វើឲ្យ Quiet អត់ឃ្លានរហូតដល់ស្លាប់ដោយមនុស្សដទៃទៀតដែលជាប់នៅក្នុងទីតាំងនោះដែរភ្លាមៗនៅពេលដែល Sweet Tooth ចាក់ចេញ Quiet បានសុំជំនួយពី John ដើម្បីដោះលែងគាត់ John បានបដិសេធព្រោះ Quiet តែងតែព្យាយាមសម្លាប់គាត់នៅពេលណាដែលមានឱកាសទីបំផុត John បានផ្លាស់ប្ដូរចិត្តបន្ទាប់ពី Quiet បានបង្ហាញកូនសោររបស់ Evelyn ហើយសន្យាថានឹងប្រគល់វាមកវិញបន្ទាប់មក Sweet Tooth បានដោះលែង Quiet ព្រោះ John ធានាថា Quiet នឹងមើលកម្មវិធីជាមួយនឹងគាត់បន្ទាប់ពីនោះ Sweet Tooth បានសម្ដែងកម្មវិធីល្ខោនតូរបស់គាត់ដែលរៀបរាប់ពីរឿងរ៉ាវរបស់សន្តាគារបន្ទាប់ពីនោះ Sweet Tooth បានបញ្ជាឲ្យ John និង Quiet ផ្ដល់យោបល់ដោយស្មោះត្រង់អំពីកម្មវិធីនេះពីព្រោះប្រសិនបើពួកគេកុហកពួកគេទាំងពីរនឹងត្រូវសម្លាប់ដោយ Sweet Tooth ទីបំផុត Quiet បានទទួលស្គាល់ថាកម្មវិធីរបស់ Sweet Tooth គឺគួរឲ្យធុញណាស់ចំណែកឯ John វិញក៏បានបញ្ចេញមតិស្រដៀងគ្នានេះដែរបន្ទាប់មក John ជឿថាគាត់និង Quiet នឹងត្រូវសម្លាប់ក្នុងពេលឆាប់ៗនេះពីព្រោះពួកគេហ៊ានធ្វើបាបផ្លូវចិត្តរបស់ Sweet Tooth ប៉ុន្តែតាមពិតទៅ Sweet Tooth សប្បាយចិត្តព្រោះ John និង Quiet មានភាពស្មោះត្រង់ Sweet Tooth ទីបំផុតបានដោះលែង John និង Quiet ឲ្យនៅរស់រានមានជីវិតជាសំណងចំពោះការរិះគន់ដើម្បីស្ថាបនារបស់ពួកគេបន្ទាប់ពីដុតរោងមហោស្រព Sweet Tooth បានចាក់ចេញជាមួយនឹងបេសកកម្មមួយដើម្បីបង្កើតកម្មវិធីដ៏គួរឲ្យចាប់អារម្មណ៍ជាងនេះបន្ទាប់ពីនោះ John និង Quiet បានឈានដល់កិច្ចព្រមព្រៀងមួយ John នឹងនាំ Quiet ទៅកាន់គោលដៅរបស់គាត់ដោយមានលក្ខខណ្ឌថា Quiet នឹងឈប់យាយី John បន្ទាប់ពីកិច្ចព្រមព្រៀងនេះត្រូវបានសម្រេច John និង Quiet ទីបំផុតអាចនៅជាមួយគ្នាដោយសន្តិភាពបានមួយសន្ទុះក្រោយមក John និង Quiet ត្រូវបានក្រុម Stone ត្រួតពិនិត្យនៅពេលដែលពួកគេបានឆ្លងកាត់ប៉ុស្តិ៍សន្តិសុខជាក់ស្ដែងពួកគេបានសុំឲ្យ John បង្ហាញលិខិតអនុញ្ញាតធ្វើដំណើរជានីតិវិធីដើម្បីឆ្លងកាត់ប៉ុស្តិ៍នៅពេលដែល John បាននិយាយជាមួយ Steve Quiet ទើបតែនឹកឃើញថាសមាជិកម្នាក់នៃក្រុម Stone ឈ្មោះ Sephat គឺជាអ្នកដែលបានបោះត្រានាងដោយនិមិត្តសញ្ញាអ ுக ្រិតជនទីបំផុត Quiet ត្រូវបានចាប់ខ្លួននៅពេលដែលគាត់ព្យាយាមបាញ់ Sephat ដើម្បីសងសឹកទន្ទឹមនឹងនេះ John ក៏បានជួបប្រទះរឿងដូចគ្នានេះដែរនៅពេលដែលគាត់ព្យាយាមជួយ Quiet រឿងរ៉ាវបន្ទាប់មកបានត្រឡប់ទៅឆ្នាំ2002នៅពេលដែលពិភពលោកនៅតែស្ថិតក្នុងស្ថានភាពវាបានបង្ហាញថានៅពេលនោះ Stone មានអាជីពជាមន្ត្រីប៉ូលីសយាមផ្សារទំនើបមួយមិនយូរប៉ុន្មានបន្ទាប់ពីនោះស្រាប់តែមានមេរោគ Digital មួយបានបំផ្លាញវត្ថុអេឡិចត្រូនិកគ្រប់ប្រភេទក្នុងរយៈពេលដ៏ខ្លីមេរោគនេះបានបង្កឲ្យមានភាពរញ៉េរញ៉ៃដ៏ធំមួយរហូតដល់វាបានធ្វើឲ្យពិភពលោកធ្លាក់ចូលទៅក្នុងការបំផ្លិចបំផ្លាញបន្ទាប់មកនៅចំកណ្ដាលស្ថានភាពនេះ Stone មិនអាចតស៊ូបានទេនៅពេលដែលទ្រព្យសម្បត្តិរបស់គាត់ត្រូវបានមិត្តភ័ក្តិរបស់គាត់ប្លន់
មួយសន្ទុះក្រោយមក Stone បានទទួលរបាយការណ៍អំពីការចាប់ខ្លួនដែលប្រព្រឹត្តដោយក្រុមមនុស្សមួយក្រុមបន្ទាប់មក Stone បានបន្តរាយការណ៍នេះដើម្បីបញ្ជាក់ថាគាត់នៅតែអាចក្លាយជាមន្ត្រីប៉ូលីសដែលមានប្រយោជន៍ពេលទៅដល់កន្លែងកើតហេតុ Stone បានព្យាយាមរារាំងសកម្មភាពរបស់ជនល្មើសដែលព្យាយាមប្លន់យកអាហារជាច្រើនបន្ទាប់មកជនល្មើសបានបន្តសកម្មភាពរបស់ពួកគេសម្រាប់ក្រុមគ្រួសារដោយសារតែការការពារនេះមិនដំណើរការជនល្មើសនៅទីបំផុតបានបន្ទាបឋានៈរបស់ Stone ជាមន្ត្រីប៉ូលីសដែលអាចស៊ើបអង្កេតបានតែករណីឧក្រិដ្ឋកម្មតែមួយប៉ុណ្ណោះដោយមិនពេញចិត្តនឹងការប្រមាថនេះ Stone បានបាញ់ជនល្មើសទាំងអស់ឲ្យស្លាប់ចាប់តាំងពីពេលនោះមក Stone បានក្លាយជាអ្នកអនុវត្តច្បាប់ដ៏ឃោរឃៅម្នាក់ត្រឡប់ទៅសម័យបច្ចុប្បន្ន John និង Quiet ញន់ត្រូវបាននាំទៅកាន់មណ្ឌល Bandungan ដែលជាមណ្ឌលឃុំឃាំងមន្ត្រីទាំងនោះតែងតែប្រាប់ពួកគេថាពួកគេត្រូវបានឃុំខ្លួនដោយសារពួកគេមិនមានលិខិតអនុញ្ញាតធ្វើដំណើរផែនការគឺថា John និង Quiet នឹងត្រូវបានដោះលែងប្រសិនបើលិខិតអនុញ្ញាតធ្វើដំណើររបស់ពួកគេត្រូវបានបំពេញបន្ទាប់ពីនោះអ្នកក្រោមបង្គាប់របស់ Stone បានជិះរថយន្ត Eveline ជាលទ្ធផល Stone បានរកឃើញផែនទីមួយដែលធ្វើឲ្យ Shepard ភ្ញាក់ផ្អើលមិនយូរប៉ុន្មាន Stone បានសួរចម្លើយ John និង Quiet អំពីការរំលោភបំពានរបស់ពួកគេក្នុងឱកាសនេះ Stone បាននិយាយថាគាត់មានប៉ុស្តិ៍សន្តិសុខរាយប៉ាយនៅទីតាំងជាច្រើនហើយជាក់ស្ដែងបេសកកម្មចម្បងរបស់លោក Stone គឺអនុវត្តច្បាប់នៅជាយ៉ាក្រុងនៅទីបំផុតលោក Stone បានសួរថាអ្នកណាជាអ្នកធ្វើផែនទីនេះឲ្យ John វាបានបង្ហាញថាផែនទីនេះបង្ហាញផ្លូវមួយដើម្បីជៀសវាងប៉ុស្តិ៍សន្តិសុខទាំងអស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដើម្បីឲ្យអ្នកប្រើប្រាស់ផែនទីអាចឆ្លងកាត់ការត្រួតពិនិត្យដោយសុវត្ថិភាពនៅទីបំផុត John បានលាក់បាំងថា Tommy ជាអ្នកបង្កើតផែនទីដើម្បីការពារគាត់ពី Stone បន្ទាប់មក Stone បានបញ្ចប់ដំណើរការសួរចម្លើយបន្ទាប់ពីគាត់មានការខកចិត្តដែលមុខរបស់គាត់ត្រូវបានលាតត្រដាងដោយ Quiet យូរទៅអ្នកក្រោមបង្គាប់របស់ Stone ត្រូវបានប្រគល់ភារកិច្ចឲ្យធ្វើទារុណកម្ម John និង Quiet ដើម្បីបង្ហាញអត្តសញ្ញាណរបស់អ្នកបង្កើតផែនទីនៅទីបំផុត John នៅតែមិនចង់និយាយអ្វីទេព្រោះគាត់ព្រួយបារម្ភយ៉ាងខ្លាំងអំពី Tommy បន្ទាប់ពីនោះ John និង Quiet បានកាត់ទោសប្រហារជីវិតភ្លាមៗដោយសារតែបដិសេធមិនបង្ហាញអត្តសញ្ញាណរបស់អ្នកបង្កើតផែនទីនៅក្នុងដំណើរការនេះ Stone បានបញ្ជាឲ្យ John និង Quiet លោតទៅជើងភ្នំបន្ទាប់មក John និង Quiet បានបញ្ចុះបញ្ចូល Stu ពីព្រោះ Stu ពិតជាឥឡូវនេះ Stu បានរត់គេចខ្លួនដោយស្ងាត់ៗជាមួយ John និង Quiet នៅពាក់កណ្ដាលនៃដំណើរពួកគេបានបាត់ Quiet នៅកន្លែងណាមួយក្នុងពេលជាមួយគ្នានោះ Quiet បានចូលទៅក្នុងបន្ទប់របស់ Stone ហើយបានរកឃើញ Shepard នៅតែម្នាក់ឯងទីបំផុត Quiet បានវាយ Shepard រហូតដល់ស្លាប់ជាការសងសឹកដែលបានបោះនិមិត្តសញ្ញារបស់មនុស្សអាក្រក់នៅលើដៃរបស់ Quiet មិនយូរប៉ុន្មាន Quiet បានសង្កេតមើលផែនទីរបស់ Stone ហើយបានរកឃើញផ្លូវទៅកាន់គោលដៅរបស់គាត់ John និង Stu បានប្រញាប់ប្រញាល់ចូលទៅក្នុងកន្លែងដាក់ឡានរបស់គេដើម្បីឲ្យពួកគេអាចរត់គេចខ្លួនបានភ្លាមៗជាអកុសល Evelyn ស្រាប់តែខូចមិនអាចបញ្ឆេះបានដូច្នេះពួកគេត្រូវរុញឡានពីក្រោយជាមួយគ្នានោះ Quiet ដែលទើបតែមកដល់នៅចុងបញ្ចប់នៃហេតុការណ៍នេះ John និង Quiet បានរត់គេចខ្លួនជាមួយ Evelyn ខណៈដែល Stu បានដួលហើយមិនអាចក្រោកឡើងបានដោយសារតែការប៉ះទង្គិចនៃជាមួយឡានមិនយូរប៉ុន្មានម៉ៃនិងកូនចៅ Boston បានចាប់ Stu ដោយសារតែគាត់បានជួយ John និង Quiet ឲ្យរត់គេចខ្លួនបន្ទាប់ពីនោះ John ចាប់ផ្ដើមឆ្ងល់ថាតើត្រូវទម្លាក់ Quiet នៅកន្លែងណាពីព្រោះនៅម្ខាងទៀត John ត្រូវបន្តបេសកកម្មរបស់គាត់ភ្លាមៗទីបំផុត Quiet បានប្រាប់គាត់ថាគោលដៅរបស់គាត់គឺទីក្រុងមួយឈ្មោះ Topekaនៅយប់នោះ John និង Quiet ស្រាប់តែត្រូវបានវាយឆ្មក់ដោយឡានដឹកទំនិញកុងតឺន័រចំនួន4គ្រឿងដែលហាក់ដូចជាកំពុងធ្វើការជាមួយគ្នា John មិនអាចវាយបកវិញបានទេព្រោះក្រុមរបស់ Stone បានបាញ់អាវុធធ្ងន់ៗមកលើឡានរបស់គេនៅទីបំផុតឡានដឹកទំនិញបានបុក John រហូតដល់ឡានរបស់គេចូលទៅក្នុងកុងតឺន័រមួយមិនយូរប៉ុន្មាន John និង Quiet ត្រូវបានអ្នកគ្រប់គ្រងឡានដឹកទំនិញម្នាក់ឈ្មោះ Watts មកជួបតាមពិតទៅ Watts ចង់ជួប John បន្ទាប់ពីរកឃើញភស្តុតាងដែលបង្ហាញថាគាត់ជាអ្នកដឹកជញ្ជូនបន្ទាប់ពីនោះ Watts បានសុំឲ្យ John និង Quiet ផ្លាស់ទៅកុងតឺន័រមួយផ្សេងទៀតដែលផ្ដល់សម្ភារៈទ្រទ្រង់ជីវិតសម្រាប់មនុស្សជាច្រើន Watts តែងតែទទួលស្គាល់ថាគាត់និងក្រុមរបស់គាត់តែងតែធ្វើឲ្យឡានដឹកទំនិញទាំង4គ្រឿងក្លាយជាផ្ទះរបស់ពួកគេឡានដឹកទំនិញទាំងនេះអាចបន្តដំណើរការបានព្រោះវាកែច្នៃកាកសំណល់ជាឥន្ធនៈជាប្រចាំទីបំផុត Watts បានប្រាប់ក្រុមរបស់គាត់ថាបានដាក់ឈ្មោះក្បួនរថយន្តនោះបន្ទាប់ពីប្រាប់ពីរបៀបរស់នៅរបស់ក្បួនរថយន្ត Watts បានជួប John ជាមួយជីដូនម្នាក់ឈ្មោះ Granny ដោយដឹងពីវិជ្ជាជីវៈរបស់ John ជាអ្នកដឹកជញ្ជូនទំនិញជីដូនក៏យល់ព្រមដូច្នេះលោកយាយនឹងបំពាក់អាវុធដល់ Evelyn ជាមួយនឹងលក្ខខណ្ឌថា John អាចយកថ្នាំពីឱសថការីឈ្មោះ Amber ដោយមិនគិតយូរ John ក៏បានទទួលយកកិច្ចព្រមព្រៀងនេះដែរហេតុផលគឺថាគាត់មិនអាចទៅដល់ New Chicago ដោយគ្មានរថយន្តប្រយុទ្ធបានទេនៅថ្ងៃបន្ទាប់ John និង Quiet បានចាប់ផ្ដើមដំណើររបស់ពួកគេទៅកាន់ផ្ទះរបស់ Amber ពេលពួកគេមកដល់ផ្ទះរបស់ Amber John និង Quiet ត្រូវបានគេផ្ដល់ភេសជ្ជៈមួយកែវបន្ទាប់ពី 2-3 វិនាទីរាងកាយរបស់ពួកគេមិនអាចកម្រើកបានព្រោះវាបានបង្ហាញថាភេសជ្ជៈរបស់ Amber មានជាតិពុលបន្ទាប់ពីនោះ Amber មានបំណងសម្លាប់ John ដោយប្រើរុក្ខជាតិពុលព្រោះនាងសង្ស័យថា John និង Quiet ជាប់អ្នកទោសគេតាមចាប់ទីបំផុត Amber បានផ្លាស់ប្ដូរចិត្តនៅពេលដែល John បង្ហាញកំណត់ចំណាំអំពីថ្នាំដែលលោកយាយបានសួរ
វាបានបង្ហាញថាថ្នាំដែលលោកយាយបានសួរនោះគឺជាផ្កាដែលមានផ្ទុកសារធាតុពុលដ៏សាហាវទោះបីជាយ៉ាងណាក៏ដោយ Amber បានសារភាពថានាងធ្លាប់ជាសមាជិកក្រុមរថយន្តទោះជាយ៉ាងណាក៏ដោយ Amber បានចាក់ចេញពីក្រុមបន្ទាប់ពីមានចំនួនជាមួយ Watts បន្ទាប់ពីទទួលបានផ្កាដែលយាយសុំ John និង Quiet បានត្រឡប់ទៅក្រុមរថយន្តវិញនៅពាក់កណ្ដាលនៃការធ្វើដំណើរពួកគេត្រូវលាក់ខ្លួននៅក្នុងអគាររោងកុនដើម្បីគេចពីក្រុមឧក្រិដ្ឋជននៅពេលនេះ John និង Quiet ជាលើកដំបូងអាចជជែកគ្នាក្នុងបរិយាកាសកក់ក្ដៅបន្ទាប់មក Quiet បានបង្ហាញគាត់នៅអាវធំមួយដែលគាត់ចាត់ទុកថាជាវត្ថុមានតម្លៃមិនយូរប៉ុន្មានពួកគេបានត្រឡប់មកជួបជុំគ្នាវិញបន្ទាប់ពី John បានសម្អាតស្នាមប្រឡាក់ឈាមនៅលើអាវរបស់គាត់វាបានបង្ហាញថាគ្រប់ពេលវេលានេះ Quiet បានចេតនាទុកអាវដែលប្រឡាក់ស្នាមឈាមដើម្បីឲ្យគាត់អាចចងចាំបងប្រុសរបស់គាត់ពេលវេលាបានកន្លងផុតទៅរហូតដល់ John និង Quiet បានវិលត្រឡប់មកក្បួនរថយន្តវិញបន្ទាប់មកលោកយាយបានផឹកតែដែលលាយជាមួយទឹកផ្កាដ៏សាហាវពី Amber ជាក់ស្ដែងលោកយាយបានលេបផ្កានោះដោយចេតនាព្រោះគាត់ចង់បញ្ចប់ជីវិតរបស់គាត់ដោយស្ងប់ចិត្តតែប៉ុណ្ណោះតាមពិតលោកយាយបានសម្រេចចិត្តធ្វើបែបនេះព្រោះគាត់មិនចង់ស្លាប់ដោយវេទនាដោយប្រជាជនដែលរស់នៅជាយាយក្រុងនោះទេពេលលោកយាយជិតស្លាប់លោកយាយបានជូនអំណោយសម្ងាត់មួយដល់ Quiet បន្ទាប់មកលោកយាយបានចង្អុលទៅ Watt ថាជាមេដឹកនាំថ្មីនៃក្បួនរថយន្តដោយជំនួសជីតារបស់លោកបន្ទាប់មក Watt បានអង្វរនៅចំពោះមុខសមាជិកទាំងអស់នៃក្រុមឲ្យគោរពវិញ្ញាណក្ខន្ធលោកយាយជាបន្ទាប់ពីអង្វររួចក្បួនរថយន្តបានដោះលែងលោកយាយក្នុងស្ថានភាពដឹកឡានទីបំផុត Watts បានបំផ្ទុះឡានជាមួយយាយដោយចេតនាល្អយូរក្រោយមកក្បួនរថយន្តបានរៀបចំពិធីជប់លៀងដើម្បីសេរីភ្លួចិត្តរបស់លោកយាយក្នុងស្ថានភាពនេះ John បានរកឃើញដោយស្ងាត់ៗថា Watts បានផ្សះផ្សាជាមួយ Amber មិនយូរប៉ុន្មាន John បានត្រឡប់ទៅរក Quiet វិញពួកគេបានបន្តដំណើរជាមួយ Evelyn ដែលត្រូវបានប្រដាប់ដោយអាវុធម្ដងទៀតបន្ទាប់មកនៅពាក់កណ្ដាលនៃដំណើររបស់ពួកគេទៅកាន់ Topeka John និង Quiet បានជួបគ្រោះថ្នាក់តូចមួយបន្ទាប់ពីពួកគេបានសម្លាប់ឧក្រិដ្ឋជនម្នាក់ដែលកំពុងបើកបររថយន្តទីបំផុត John ពិតជាសប្បាយចិត្តពីព្រោះគាត់បានរកឃើញ CD ចម្រៀងរបស់គាត់ដែលត្រូវបានចោលលួចបន្ទាប់ពីនោះ John បានទទូចចង់នាំ Quiet ទៅកាន់ Topeka ដោយសុវត្ថិភាពដើម្បីបង្ហាញពីភាពស្មោះត្រង់របស់គាត់ក្នុងនាមជាអ្នកដឹកជញ្ជូនទំនិញយ៉ាងណាក៏ដោយ Quiet បានបដិសេធព្រោះចម្ងាយទៅកាន់គោលដៅគឺជិតណាស់ដូច្នេះគាត់អាចទៅតែម្នាក់ឯងបានទោះជាយ៉ាងណាក៏ដោយ John នៅតែទទូចដូច្នេះ Quiet បានអញ្ជើញគាត់ទៅផឹកជាមួយគ្នាសិនមុនពេលចាក់ចេញបន្ទាប់មកនៅពេលនេះ John ស្រាប់តែសន្លប់បន្ទាប់ពីផឹកភេសជ្ជៈដែល Quiet បានឲ្យជាក់ស្ដែង Quiet បានបំពុល John ដោយចេតនាជាមួយរុក្ខជាតិមួយប្រភេទដែលបានក្លាយជាអំណោយសម្ងាត់ពីយាយពេលវេលាបានកន្លងផុតទៅរហូតដល់ John ភ្ញាក់ឡើងក្នុងស្ថានភាពកំពុងត្រូវបានឃាតករដ៏គ្រោះថ្នាក់ម្នាក់វាយប្រហារបន្ទាប់ពីសម្លាប់បុរសនោះ John បានរកឃើញសារមួយដែល Quiet បានបន្សល់ទុកជាក់ស្ដែង Quiet បានទៅ Topeka ដើម្បីសម្លាប់ Stone នៅចុងបញ្ចប់នៃសាររបស់គាត់ Quiet បានសុំឲ្យ John បន្តបេសកកម្មរបស់គាត់ជំនួសឲ្យការប្រថុយជីវិតរបស់គាត់ដើម្បីជួយ Quiet ទន្ទឹមនឹងនេះ Stone ដែលនៅ Topeka ឥឡូវនេះបានដាក់ John និង Quiet ជាអ្នកទោសជាន់ខ្ពស់ពីព្រោះគាត់បានសម្លាប់ Shepard ហើយបានរត់គេចពីការកាត់ទោសប្រហារជីវិតម្យ៉ាងវិញទៀត Quiet ដែលបានមកដល់ Topeka បានលួចឡានកូនចៅរបស់ Stone បន្ទាប់មកពេលកំពុងបើកបរ Quiet បានយល់ច្រឡំថាឃើញរូបមនុស្សអណ្ដែតនៅក្នុងសមុទ្រឥឡូវនេះសមុទ្របានក្លាយជាមិត្តនៃការស្រមើស្រមៃរបស់ Quiet ដោយទទួលឥទ្ធិពលពីដំបូន្មានរបស់សមុទ្រ Quiet នៅទីបំផុតបានបដិសេធមិនសម្លាប់ Stone ហើយត្រៀមខ្លួនចាក់ចេញពី Topeka ទោះជាយ៉ាងណាក៏ដោយមិនយូរប៉ុន្មាន Quiet ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរអនុវត្តច្បាប់ព្រោះវត្តមានរបស់គាត់ត្រូវបាន Stone រកឃើញដោយចងចាំថាស្ថានភាពរបស់គាត់ធ្ងន់ធ្ងរ Quiet នៅទីបំផុតបានធ្វើតាមបញ្ជារបស់ Stone ដើម្បីទៅសួនកម្សាន្តក្នុងតំបន់មួយបន្ទាប់មក Stone បានបង្ហាញថាគាត់នឹងប្រយុទ្ធមួយទល់នឹងមួយប្រឆាំងនឹង Quiet នៅទីតាំងគោលដៅបន្ទាប់មករថយន្តរបស់ Quiet បានក្រឡាប់ហើយត្រូវបានវាយប្រហារដោយមីស៊ីលដែលបាញ់ដោយកូនចៅរបស់ Stone បន្ទាប់មកនៅពេលដែលគាត់ហៀបនឹងបញ្ចប់ Quiet Stone និងរថយន្តរបស់គាត់ត្រូវបានវាយប្រហារដោយមីស៊ីលដែលបាញ់ពីក្រោយវាបានបង្ហាញថាការវាយប្រហារនេះបានមកពីរថយន្តរបស់ John ដែលបានមកជួយសង្គ្រោះ Quiet កាត់ទៅកន្លែងស្នាក់នៅរបស់ Stone Sweet Tooth បានប្លន់ប៉ុស្តិ៍សន្តិសុខមួយបន្ទាប់ពីបានសម្លាប់មន្ត្រីអនុវត្តច្បាប់ម្នាក់ដោយគ្រាប់បែកដៃទន្ទឹមនឹងនេះ Stu ដែលឥឡូវនេះជាអ្នកជាប់ឃុំកំពុងរងចាំការដាក់ទណ្ឌកម្មដើម្បីលោតចុះពីលើភ្នំមិនយូរប៉ុន្មាន Sweet Tooth ស្រាប់តែលេចចេញមកហើយសម្លាប់មន្ត្រីអនុវត្តច្បាប់ទាំងអស់ដែលកំពុងមើល Stu និងអ្នកជាប់ឃុំផ្សេងទៀតសកម្មភាពរបស់ Sweet Tooth បន្ទាប់មកបានទទួលការទះដៃសាទរពីអ្នកជាប់ឃុំចំពោះរឿងនោះ Sweet Tooth មានអារម្មណ៍រីករាយយ៉ាងខ្លាំងពីព្រោះជាលើកដំបូងការវាយប្រហារដែលគាត់ចាត់ទុកថាជាការសម្ដែងត្រូវបានគេកោតសរសើរអរគុណចំពោះសកម្មភាពរបស់ Sweet Tooth ឥឡូវនេះអ្នកដែលត្រូវបានឃុំខ្លួនអាចរត់គេចខ្លួនបានបន្ទាប់ពីនោះ Sweet Tooth បានសម្លាប់មន្ត្រីអនុវត្តច្បាប់ម្នាក់ដែលហៀបនឹងចាប់ខ្លួន Stone ដោយមានអារម្មណ៍ថាមានប្រយោជន៍ខ្លាំង Stu បានទៅជាមួយ Sweet Tooth ក្រៅពីការសងសឹក Stu បានធ្វើបែបនេះដើម្បីឲ្យគាត់អាចរៀនធ្វើជាមនុស្សរឹងមាំម្នាក់នៅពេលដែល Sweet Tooth ហៀបនឹងចាក់ចេញពីកន្លែងឃុំឃាំងអ្នកជាប់ឃុំបានសម្រេចចិត្តដើរតាមគាត់
ដោយសារតែភាពឆ្កួតរបស់គាត់ Sweet Tooth ឥឡូវនេះចាត់ទុកពួកគេទាំងអស់គ្នាជាអ្នកគាំទ្ររបស់គាត់មួយសន្ទុះក្រោយមក Quiet បានភ្ញាក់ពីសន្លប់នៅក្នុងភោជនីយដ្ឋាន Astra វាបានបង្ហាញថា John បានជ្រើសរើសកន្លែងនោះដើម្បីស្ដារស្ថានភាពរបស់ Quiet ឡើងវិញបន្ទាប់មក Quiet បាននឹកឃើញពីអតីតកាលរបស់គាត់ដែលតាក់ទងនឹងភោជនីយដ្ឋាន Burger Astra ដូច្នេះបន្ទាប់ពីពិភពលោកត្រូវបានបំផ្លាញ Quiet and Loud បានធ្វើការជាកសិកម្មដើម្បីទទួលបានជីវិតកាន់តែប្រសើរពួកគេក៏បានទទួលយកកិច្ចសន្យាការងាររយៈពេល4ឆ្នាំនៅ Astra ផងដែរវាបានបង្ហាញថាកិច្ចសន្យានេះផ្ដល់ផ្ទះមួយនៅជិតឆ្នេរប្រសិនបើម៉ោងធ្វើការត្រូវបានបញ្ចប់បន្ទាប់ពីធ្វើការនៅ Astral អស់រយៈពេល3ឆ្នាំ Quiet and Loud បានរស់នៅក្នុងភាពភ័យខ្លាចហេតុផលគឺថាអ្នកគ្រប់គ្រងភោជនីយដ្ឋានចូលចិត្តប្រើផ្នែករាងកាយមនុស្សជាគ្រឿងអលង្ការតាមពិតទៅ Quiet បានបាត់បង់ម្រាមដៃកណ្ដាលរបស់នាងដែលត្រូវបានកាត់ដោយម្ចាស់ហាងនេះឯងនៅយប់មួយអ្នកគ្រប់គ្រងបានកាត់ត្រចៀកស្ដាំរបស់ Loud ជាការដាក់ទណ្ឌកម្មពីព្រោះគាត់ចង់រត់គេចពីការងាររបស់គាត់មិនយូរប៉ុន្មាន Quiet បានសម្លាប់អ្នកគ្រប់គ្រងនិងបុគ្គលិកដែលចាប់ Loud Quiet និង Loud បានរត់គេចខ្លួនជាមួយនឹងបេសកកម្មស្វែងរកជីវិតកាន់តែប្រសើរត្រឡប់ទៅបច្ចុប្បន្នវិញ Quiet ខឹងព្រោះ John បានធ្វើសកម្មភាពយ៉ាងក្លាហានដើម្បីជួយសង្គ្រោះនាងម្យ៉ាងវិញទៀត John ក៏ខឹងដែរព្រោះសេចក្តីសប្បុរសរបស់គាត់មិនត្រូវបាន Quiet កោតសរសើរឡើយបន្ទាប់ពីនោះ John គិតថា Quiet នឹងព្យាយាមសម្លាប់ Stone ម្ដងទៀតនៅទីបំផុត Quiet បានបដិសេធមិនទៅហើយបានលាក់ខ្លួននៅក្នុងភោជនីយដ្ឋានជាមួយ John ពីព្រោះភ្លាមនោះមានផ្លេកបន្ទោមួយឈ្មោះ Watkin John និង Quiet បានសម្រេចចិត្តលាក់ខ្លួននៅក្នុងភោជនីយដ្ឋានរហូតដល់ផ្លេកបន្ទោបញ្ចប់នៅពាក់កណ្ដាលនៃការសម្រាកមួយសន្ទុះ John បានត្រឡប់មកវិញដើម្បីនិយាយអំពីសារៈសំខាន់នៃបេសកកម្មរបស់គាត់បន្ទាប់មក John បានអញ្ជើញ Quiet ឲ្យចូលរួមជាមួយគាត់ដើម្បីឲ្យពួកគេអាចកសាងជីវិតស្ងប់ស្ងាត់ថ្មីមួយនៅ New San Francisco ប៉ុន្តែ Quiet បានបដិសេធព្រោះគាត់នៅតែចង់សម្លាប់ Stone ទោះបីជា John បានទទូចថាសកម្មភាពសងសឹកនេះនឹងឥតប្រយោជន៍ក៏ដោយ Quiet នៅតែរឹងមាំក្នុងជំហររបស់នាងនៅក្នុងឱកាសមួយផ្សេងទៀត John បានណែនាំ Quiet ពីព្រោះគាត់មិនចង់ឲ្យជីវិតរបស់ស្ត្រីនោះត្រូវបំផ្លាញដោយសារតែចង់សងសឹកនោះទេដោយមានការចាប់អារម្មណ៍ពីដំបូន្មានរបស់ John Quiet ទីបំផុតអាចសម្លាប់ Load ដោយស្មោះស្ម័គ្រដូច្នេះគាត់បានលុបចោលបេសកកម្មសងសឹករបស់នៅពេលដែលថ្ងៃនោះចប់ Quit បានសម្រេចចិត្តទៅជាមួយ John ដើម្បីយកកញ្ចប់នោះឥឡូវនេះ John ចាត់ទុក Quiet ជាដៃគូទន្ទឹមនឹងនេះក្រុម Sweet Tooth បានសម្រាកនៅខាងក្រៅមន្ទីរពេទ្យវិកលចរិតមួយបន្ទាប់មក Sweet Tooth បានអញ្ជើញ Stone ឲ្យចូលមន្ទីរពេទ្យព្រោះមានអ្វីមួយដែលគាត់ចង់បង្ហាញពេលកំពុងដើរទៅដល់គោលដៅ Sweet Tooth បានប្រាប់អំពីកុមារភាពរបស់គាត់ដូច្នេះខណៈពេលកំពុងសម្ដែងក្នុងរឿងកំ pl ែង Sweet Tooth បានសម្លាប់គូប្រជែងរបស់គាត់ដែលជាឆ្កែដោយសារតែឆ្កែនោះមានប្រជាប្រិយភាពជាងគាត់ជាលទ្ធផលនៃហេតុការណ៍នេះឪពុកម្ដាយរបស់ Sweet Tooth បានបញ្ជូនគាត់ទៅមន្ទីរពេទ្យវិកលចរិតបន្ទាប់មក Sweet Tooth ត្រូវរស់នៅរហូតដល់ពេញវ័យពីព្រោះគាត់អាចសម្លាប់មិត្តរួមបន្ទប់របស់គាត់ទោះជាយ៉ាងណាក៏ដោយ Sweet Tooth បានរត់គេចខ្លួនចេញពីមន្ទីរពេទ្យវិកលចរិតបន្ទាប់ពីពិភពលោកត្រូវបានបំផ្លាញបន្ទាប់ពីរៀបរាប់អំពីអតីតកាលរបស់គាត់ Sweet Tooth បានបង្ហាញគ្រោងឆ្អឹងមនុស្សពីរនៅក្នុងបន្ទប់ដែលគាត់ធ្លាប់រស់នៅវាបង្ហាញថាមនុស្សពីរនាក់នេះគឺជាឪពុកនិងម្ដាយរបស់ Sweet Tooth ដោយឆ្លើយសំណួររបស់ Stone Sweet Tooth បានកប់ឪពុកម្ដាយរបស់គាត់នៅកន្លែងនោះដោយចេតនារហូតដល់ពួកគេស្លាប់ជាការសងសឹកដោយសារតែពួកគេបានចាក់ចេញពីគាត់នៅទីបំផុត Sweet Tooth បានបំផ្លាញគ្រោងឆ្អឹងទាំងពីរជាសញ្ញាមួយដែលបង្ហាញថាគាត់បានភ្លេចឪពុកម្ដាយរបស់គាត់បន្ទាប់ពីចាក់ចេញពីមន្ទីរពេទ្យ Sweet Tooth បានដឹងថាសមាជិកទាំងអស់នៃក្រុមរបស់គាត់បានស្លាប់មិនយូរប៉ុន្មាន Sweet Tooth និង Stu បានគេចផុតពីការបាញ់ប្រហាររបស់ Mike និងកូនចៅរបស់ Stone ផ្សេងទៀតទោះជាយ៉ាងណាក៏ដោយ Stone ឥឡូវនេះកំពុងផ្ដោតលើការបរបាញ់ Sweet Tooth ដើម្បីដាក់ទណ្ឌកម្មចំពោះសកម្មភាពសម្លាប់របស់គាត់នៅកន្លែងសាងសង់ទំនប់និងប៉ុស្តិ៍ជាច្រើនទៀតបន្ទាប់ពី Stone ចាក់ចេញ Mike និងដៃគូរបស់គាត់ត្រូវបានប្រគល់ភារកិច្ចឲ្យស្វែងរក Sweet Tooth នៅចំកណ្ដាលស្ថានភាពនេះ Sweet Tooth បានបង្ហាញខ្លួនហើយបានសម្លាប់ដៃគូរបស់ Mike នៅទីបញ្ចប់ Sweet Tooth បានលុបចោលការសម្លាប់ Mike ដោយសារតែកំហឹងរបស់ Stu ទន្ទឹមនឹងនេះដែរ John និង Quiet បានមកដល់ទីក្រុង New Chicago ឥឡូវនេះបញ្ហាគឺថាពួកគេមានការភ័ន្តច្រឡំអំពីរបៀបយកកញ្ចប់នោះពីព្រោះពួកគេមិនអាចឆ្លងកាត់កំពែងទីក្រុងបាននៅចំកណ្ដាលភាពវឹកវរនេះពួកគេបានឮសំឡេងរបស់តួអង្គអាថ៌កំបាំងម្នាក់ឈ្មោះ Calypso ក្រោមការដឹកនាំរបស់ Calypso ពួកគេអាចរកឃើញជណ្ដើររថយន្តសម្ងាត់មួយដែលជាមធ្យោបាយជំនួសមួយដើម្បីឆ្លងកាត់ជញ្ជាំងពេលចេញពីជណ្ដើរយន្ត John និង Quiet បានធ្វើដំណើរទៅកាន់កន្លែងផ្ទុកទំនិញដោយមានការអនុញ្ញាតពី Calypso John អាចយកកញ្ចប់ដែល Raven លាក់ទុកបានបន្ទាប់ពីចាក់ចេញពីទីតាំងនោះ John និង Quiet បានធ្វើដំណើរទៅកាន់ទីក្រុង New San Francisco ដើម្បីផ្ញើកញ្ចប់ទៅឲ្យ Raven បន្ទាប់មក John បានសម្រេចចិត្តឈប់នៅចំណតអ្នកដឹកជញ្ជូនដែលនៅជិតបំផុតភ្លាមនោះនៅឯគោលដៅ John បានទៅយករបស់ចាំបាច់មួយចំនួនខណៈពេលដែល Quiet បានចាក់សាំងឡានបន្ទាប់មកនៅពេលដែលគាត់កំពុងតម្រង់ជួរ Quiet ត្រូវបានរំខានដោយអ្នកដឹកជញ្ជូនដ៏មានល្បិចកលម្នាក់
ដោយឃើញហេតុការណ៍នេះអ្នកដឹកជញ្ជូនម្នាក់ទៀតឈ្មោះ Marie បានមកជួយនាងហើយបានបើកឡានចេញទៅជាមួយ Quiet បន្ទាប់ពីរាក់ទាក់ជាមួយ Quiet រួចហើយពេលចូលទៅក្នុងបារ Quiet បានដឹងថា Marie គឺជាអតីតគូស្នេហ៍របស់ John ទោះជាយ៉ាងណាក៏ដោយ John និង Marie នៅតែជាមិត្តភក្តិនឹងគ្នាបន្ទាប់ពីនោះ John បានផឹកស្រាជាមួយ Quiet និង Marie នៅពេលនេះ Marie បានរៀបរាប់ពីរបៀបដែលនាងនិង John បានជួបគ្នាដូច្នេះនៅពេលដែលជីវិតម្ដាយរបស់គាត់លាចាកលោកទៅ Marie បានឡើងកាន់តំណែងជាអ្នកគ្រប់គ្រងចំណតអ្នកដឹកជញ្ជូនមួយនេះចៃដន្យណាស់នៅពេលនោះ John កំពុងសម្រាកនៅកន្លែងនោះ John និង Marie បានស្គាល់គ្នាបន្ទាប់ពីការឈប់រថយន្តត្រូវបានជនល្មើសដុតបំផ្លាញនៅយប់នោះ John បានចាក់សាំងពេញធុងរថយន្តដើម្បីត្រៀមបន្តដំណើរបន្ទាប់មកពេលកំពុងនិយាយជាមួយ Marie John បានបង្ហាញអាថ៌កំបាំងអំពីបេសកកម្មរបស់អ្នកដឹកជញ្ជូនរបស់គាត់ដែលគួរឲ្យព្រួយបារម្ភខ្លាំងណាស់ដោយមិនត្រូវបាន John កត់សម្គាល់ Marie ឥឡូវនេះមានបំណងចង់ទទួលបេសកកម្មរបស់នាងព្រោះគាត់ចង់ទទួលបានជីវិតដ៏សុខសាន្តមិនយូរប៉ុន្មាន John និង Quiet បានមើលកម្មវិធីនេះជាមុនសិនមុនពេលចាក់ចេញនៅចំកណ្ដាលស្ថានភាពនេះ Marie បានព្យាយាមបញ្ចុះបញ្ចូលអ្នកនាំដឹកជញ្ជូនផ្សេងទៀតដណ្ដើមយកកញ្ចប់ដែល John បានយកមកពីទីនោះ John និង Quiet ត្រូវតែប្រយុទ្ធជាមួយអ្នកដឹកជញ្ជូនដទៃទៀតខណៈពេលកំពុងតស៊ូដើម្បីការពារកញ្ចប់បន្ទាប់ពីឆ្លងកាត់ស្ថានភាពស្លាប់រស់ John ជាលើកដំបូងបានអនុញ្ញាតឲ្យ Quiet បើកឡានចេញព្រោះ John ស្រវឹងដរាបណាពួកគេចាក់ចេញភ្លាមអ្នកដឹកជញ្ជូនម្នាក់បានរាយការណ៍ទៅ Stone ភ្លាមដោយដឹងថា John និង Quiet នឹងទៅ New San Francisco Stone ឥឡូវនេះរៀបចំយុទ្ធសាស្ត្រដើម្បីដាក់អន្ទាក់ពួកគេបន្ទាប់មករឿងនេះបង្ហាញពីកុមារភាពរបស់ John ដូច្នេះបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ John បានភ្ញាក់ពីសន្លប់តែម្នាក់ឯងមិនយូរប៉ុន្មាន John ត្រូវបានរកឃើញដោយស្ត្រីម្នាក់ដែលហាក់ដូចជាមានបំណងជួយគាត់បន្ទាប់មក John បានសារភាពថាគាត់មិនស្គាល់ឈ្មោះពិតរបស់ខ្លួនឬឪពុកម្ដាយរបស់គាត់ទេដោយមានចេតនាមិនល្អស្ត្រីនោះបានលួចឡានរបស់ John ហើយរត់គេចខ្លួនភ្លាមពីព្រោះនៅពេលនោះរោងចក្រ Watkins នឹងផ្ទុះក្នុងពេលឆាប់នេះយូរទៅ John ត្រូវតស៊ូដើម្បីរស់រានមានជីវិតតែម្នាក់ឯងបន្ទាប់មកនៅកន្លែងមួយ John បានរកឃើញឡានមួយដែលមិនទាន់ប្រើដោយចៃដន្យដែលគេបានដាក់ឈ្មោះឡាននោះថា Evelyn ប៉ុន្មានថ្ងៃក្រោយមក John បានប្រឈមមុខនឹងមនុស្សអាក្រក់ដែលមានបំណងសម្លាប់គាត់ដើម្បីធ្វើម្ហូបទីបំផុត John បានរត់គេចខ្លួនដោយប្រើឡានបន្ទាប់ពីនោះ John បានឈប់នៅមជ្ឈមណ្ឌលសេវាកម្មរថយន្តដើម្បីជួសជុលឡានរបស់គាត់បន្ទាប់មក John បានរកឃើញផ្លាកលេខរថយន្តមួយដោយចៃដន្យដែលស្ដាប់ទៅដូចជាឈ្មោះ Evelyn ចាប់តាំងពីពេលនោះមក John បានដាក់ឈ្មោះរថយន្តដ៏មានអត្ថន័យរបស់គាត់ថា Evelyn ត្រឡប់ទៅសម័យបច្ចុប្បន្ន John និង Quiet នៅតែបើកបរទៅកាន់ New San Francisco បន្ទាប់ Quiet បានរកឃើញរូបថតកុមារភាពដ៏មានតម្លៃមួយសន្លឹករបស់ John ដោយចៃដន្យជាលទ្ធផលខ្យល់បក់ខ្លាំងមួយបានបក់រូបថតនោះចេញពីឡានបន្ទាប់មក John និង Quiet បានប្រញាប់ប្រញាល់ទៅរករូបថតនោះហើយនៅពេលដែលពួកគេរកឃើញរូបថតនោះស្រាប់តែមានសមាជិកក្រុមក្មេងទំនើង3នាក់ឈ្មោះ Holly Man ដែលកំពុងព្យាយាមប្លន់ Evelyn បន្ទាប់ពីហេតុការណ៍នោះ John មានការតូចចិត្តយ៉ាងខ្លាំងចំពោះ Quiet ជាសំណាងល្អ Quiet នៅតែយកកញ្ចប់ដែលទុកក្នុងកាបូបមកមុននេះរួចហើយមិនយូរប៉ុន្មាន John បានឮសំឡេងស្នែងដ៏ពិសេសរបស់ Holly Man ដោយប្រើមួករបស់ក្រុម Holly Man ដើម្បីក្លែងខ្លួន John និង Quiet ឥឡូវនេះបានដើរតាមសំឡេងស្នែងដែលនាំទៅដល់ទីតាំងរបស់ក្រុមក្មេងទំនើងដោយសង្ឃឹមថានឹងរកឃើញ Evelyn វាបានបង្ហាញថា Holly Man ពិតជានិកាយវង្វេងដែលមានទម្លាប់លាក់ខ្លួនខណៈពេលដែលកំពុងស្វែងរក Evelyn Quiet សុខចិត្តចូលរួមដើម្បីបិទបាំងការក្លែងខ្លួនរបស់គាត់បន្ទាប់ពី 2-3 នាទីមេដឹកនាំនៃ Holly Man ឈ្មោះ Preacher បានមកដល់ទីតាំងនោះមិនយូរប៉ុន្មានសមាជិកផ្សេងទៀតបាននាំ Evelyn មក Preacher ពេញចិត្តនឹងឡាននេះខ្លាំងណាស់ព្រោះវាមើលទៅលុយណាស់ហើយនៅតែមានតម្លៃក្នុងការប្រើប្រាស់បន្ទាប់ពីនោះ Preacher ចង់ធ្វើតេស្តមួយដែលមានហានិភ័យនៃការបំផ្លាញម៉ាស៊ីនរបស់ Evelyn ដោយដឹងពីហេតុការណ៍នេះ John បានហាមឃាត់ Preacher ភ្លាមហើយបានបបួលគាត់ឲ្យប្រកួតគ្នាដើម្បីយក Evelyn មកវិញដោយមិនស្ទាក់ស្ទើរគ្រូកងវាលបានទទួលយកបញ្ហាប្រឈមនេះហើយបានប្រយុទ្ធក្រោមឥទ្ធិពលនៃគ្រឿងញៀនទោះបីជា John អាចតស៊ូតបវិញបានក៏ដោយគ្រូកងវាលនៅទីបំផុតបានយកឈ្នះគាត់នៅពេលដែលសមាជិក Holly Man ភាគច្រើនរីករាយនឹងការមើលការប្រយុទ្ធគ្នានោះ Quiet បានក្លែងខ្លួនជាអ្នកកម្សាន្តដោយលួចលាក់ដើម្បីលួចឡាននៅក្នុងដំណើរការនេះ Quiet ត្រូវប្រយុទ្ធប្រឆាំងនឹងសមាជិក Holly Man ម្នាក់បន្ទាប់ពីការក្លែងខ្លួនរបស់នាងត្រូវបាននៅទីបំផុត Quiet បានសម្លាប់សមាជិកនោះហើយត្រៀមខ្លួនលួចឡានរបស់គាត់មកវិញបន្ទាប់ពីនោះ Quiet បានលួចដោះលែង John ដោយសម្ងាត់ចេញពីបន្ទប់ឃុំឃាំងបន្ទាប់មក Quiet បានបង្ខំ John ឲ្យរត់គេចខ្លួនជាមួយឡានរបស់នាងពីព្រោះពួកគេត្រូវបានគេគំរាមសម្លាប់ប្រសិនបើពួកគេស្នាក់នៅទីនោះប៉ុន្តែ John បានបដិសេធព្រោះគាត់នឹងចាក់ចេញលុះត្រាតែគាត់យក Evelyn មកវិញនៅទីបំផុត John បានបង្ខំ Quiet ឲ្យរត់ចេញមុនគេដែលធ្វើឲ្យ Quiet មានអារម្មណ៍ថាត្រូវបានក្បត់បន្ទាប់ពី 2-3 វិនាទី Quiet ពីចម្ងាយបានឃើញការផ្ទុះមួយពីទីតាំងរបស់ John Quiet មានការសោកសៅព្រោះគាត់ជឿថា John បានស្លាប់ទៅហើយមិនយូរប៉ុន្មានវាត្រូវបានបង្ហាញថា John បានរស់រានមានជីវិត
យ៉ាងណាក៏ដោយ John មានការសោកសៅយ៉ាងខ្លាំងព្រោះ Evelyn ត្រូវបានបំផ្លាញដោយការផ្ទុះបន្ទាប់មក John បានគោរពវិញ្ញាណក្ខន្ធ Evelyn ជាលើកចុងក្រោយមុនពេលគាត់បន្តដំណើររបស់គាត់ទន្ទឹមនឹងនេះ Sweet Tooth ឥឡូវនេះបានធ្វើឲ្យ Mike ក្លាយជាតុក្កតា Mike កាន់តែសោកសៅថែមទៀតព្រោះ Stu Medicine មិនជួយសង្គ្រោះគាត់ជាក់ស្ដែង Stu មិនចង់ការពារ Mike ទេព្រោះគាត់នៅតែខកចិត្តនឹងសកម្មភាពរបស់ Mike ដែលធ្វើឲ្យគាត់ត្រូវបានចាប់ខ្លួននិងកាត់ទោសប្រហារជីវិតឥឡូវនេះ Sweet Tooth មានគំនិតគួរឲ្យចាប់អារម្មណ៍មួយសម្រាប់ការវាយប្រហារបន្ទាប់ពី Mike បានប្រាប់គាត់គ្រប់យ៉ាងដែលគាត់ដឹងអំពី Stone ត្រឡប់ទៅ John វិញគាត់បានបរាជ័យក្នុងការបើកម៉ាស៊ីនរថយន្តរបស់គាត់ដែលគេបំរុងនឹងប្រើដើម្បីតាម Quiet ប៉ុន្តែនៅផ្នែកវិជ្ជមាន John បានរកឃើញឧបករណ៍ទំនាក់ទំនងមួយនៅក្នុងរថយន្តម្យ៉ាងវិញទៀត Quiet បានបន្តដំណើររបស់នាងទៅកាន់ New San Francisco ដើម្បីជំនួសការងាររបស់ John ក្នុងការផ្ញើកញ្ចប់បន្ទាប់មកក្នុងដំណើរការនេះ Quiet បានជួបគ្រោះថ្នាក់ស្រាលមួយដែលបណ្ដាលឲ្យរថយន្តរបស់នាងជាប់គាំងនៅក្នុងតំបន់នៅពេលដែល Quiet ព្យាយាមយកឈ្នះបញ្ហានេះស្រាប់តែមានសមាជិកម្នាក់នៃក្រុម Vultures ឈ្មោះ Mark ដោយមិននឹកស្មានដល់ Quiet បានសុំឲ្យ Mark និយាយជាមួយគាត់ដោយស្ងប់ស្ងាត់ទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីនោះ Mark បានព្យាយាមឆក់យកកញ្ចប់នោះដោយបញ្ជាក់ថាការសន្ទនានោះគ្រាន់តែជាល្បិចកលប៉ុណ្ណោះនៅពេលដែល Quiet ត្រូវបានឡោមព័ទ្ធ Mark ត្រូវបានបាញ់សម្លាប់ដោយ Amber ដែលបានបង្ហាញថានៅជាមួយក្បួនរថយន្តនៅពេលដែល Quiet បានចូលទៅក្នុងឡានដឹកទំនិញគាត់បានជួប John ម្ដងទៀតដែលត្រូវបានជួយសង្គ្រោះដោយក្បួនរថយន្តទោះជាយ៉ាងណាក៏ដោយក្បួនរថយន្តបានរកឃើញ Quiet ពីព្រោះ John ដឹងរួចហើយថា Quiet នឹងដើរតាមផ្លូវដែល John នឹងឆ្លងកាត់បន្ទាប់ពីនោះ Watts បានប្រាប់គាត់អំពីការវិវត្តនៃស្ថានភាពបច្ចុប្បន្នវាបានបង្ហាញថាកប៉ាល់ Stone's Vultures ជាច្រើនបានត្រឡប់ទៅកន្លែងសាងសង់ទំនប់វិញដោយសារតែការបិទផ្លូវរបស់ Sweet Tooth ដើម្បីជៀសវាងពី Stone លោក Watts បានណែនាំ John កុំឲ្យឆ្លងកាត់ទំនប់ជាថ្នូរនឹងការនេះ Watts អាចជួយ John ទៅកាន់តំបន់នៅពីក្រោយការបិទផ្លូវរបស់ Stone ដែលត្រូវបានគេជឿថាជាផ្លូវសុវត្ថិភាពទៅកាន់ New San Francisco ទីបំផុត Watts បានអនុញ្ញាតឲ្យ John និង Quiet ជ្រើសរើសអាវុធសម្រាប់ដំណើររបស់ពួកគេនៅពេលក្រោយពេលចូលដល់ពេលសម្រាប់ John បានធ្វើតាមដំបូន្មានរបស់ Quiet ដោយដាក់ឈ្មោះរថយន្តថ្មីរបស់ពួកគេថា Roadkill នៅថ្ងៃបន្ទាប់ John និង Quiet បានចាប់ផ្ដើមឆ្លងកាត់ចន្លោះរបាំងរបស់ Stone ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Watts បន្ទាប់មកនៅពេលដែលពួកគេទើបតែចូលទៅក្នុងតំបន់នៅពីក្រោយការបិទផ្លូវពួកគេមានការភ្ញាក់ផ្អើលចំពោះវត្តមានរបស់កងទ័ពរបស់ Stone ដែលបានរងចាំយ៉ាងស្ងៀមស្ងាត់មួយរយៈមកហើយវាបានបង្ហាញថា Stone បានធ្វើប្រតិបត្តិការស្ងាត់ស្ងៀមនេះជាអន្ទាក់ដើម្បីបញ្ឆោត John និង Quiet នៅពេលដែលស្ថានភាពចាប់ផ្ដើមក្តៅគគុក Sweet Tooth ស្រាប់តែមកដល់ហើយបាញ់ប្រហាររថយន្ត Vulture របស់ Stone ដោយមីស៊ីលបន្ទាប់ពីនោះ John និងមិត្តភ័ក្តិរបស់គាត់បានចាប់ផ្ដើមប្រយុទ្ធប្រឆាំងនឹងកងទ័ពរបស់ Stone ដោយប្រើយានយន្តផ្ទាល់ខ្លួនរបស់ពួកគេពេល Sweet Tooth ចូលមកជិត John បានថ្លែងអំណរគុណដល់ Vulture ដែលបានបំផ្លាញកូនចៅរបស់ Stone មួយចំនួនបន្ទាប់មកមុនពេលផ្ទុះកើតឡើង Sweet Tooth បានសារភាពថាគោលដៅសំខាន់គឺ Stone These cops can't drive for shit. Here. Come on, baby. We're flying in. បន្ទាប់ពីនោះ Amber ដែលកំពុងបើកបរឡានដឹកទំនិញត្រូវបានបាញ់ដោយរថយន្ត Vulture របស់ Stone ក្នុងពេលជាមួយគ្នានោះ Sweet Tooth បានបាញ់មីស៊ីលមួយគ្រាប់ឆ្ពោះទៅកាន់រថយន្តរបស់ Stone នៅពេលដែលអ្នកអនុវត្តច្បាប់កំពុងដេញតាមរថយន្តរបស់ Amber Stone នៅទីបំផុតបានគេចផុតពីវាខណៈដែលកងទ័ពរបស់ Amber បានផ្ទុះដោយមីស៊ីលនោះបន្ទាប់ពីឧបទ្ទហេតុនោះ Stu ខឹងនឹង Sweet Tooth ពីព្រោះ Amber ជាសម្ព័ន្ធមិត្តរបស់ពួកគេបន្ទាប់មក Sweet Tooth បាននិយាយត្រង់ៗថាគាត់មិនបានពេញចិត្តអ្នកណាម្នាក់នៅក្នុងការប្រយុទ្ធនេះទេដើម្បីជាការតវ៉ាដ៏ខ្លាំងក្លាមួយ Stu ទីបំផុតហ៊ានបាញ់ Sweet Tooth មុនពេលគាត់និង Mike រត់គេចខ្លួនទោះបីជាត្រូវបានបាញ់ក៏ដោយ Sweet Tooth នៅតែអាចប្រយុទ្ធបានគេបានលោតទៅលើផ្នែកខាងលើរថយន្តរបស់ Stone ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ចប់ជីវិតគាត់ទោះជាយ៉ាងណាក៏ដោយ Stone បានបាញ់ Sweet Tooth ឲ្យធ្លាក់ចេញពីរថយន្តមិនយូរប៉ុន្មាន Stu និង Mike ដែលកំពុងរត់គេចខ្លួនតាមរថយន្តបានបុក Sweet Tooth យ៉ាងធ្ងន់ធ្ងរដោយចៃដន្យដើម្បីជៀសវាងការប្រយុទ្ធពួកគេបានរត់គេចខ្លួនហើយមិនអើពើនឹងស្ថានភាពរបស់ Sweet Tooth បន្ទាប់ពីនោះ John បានគ្រប់គ្រងរថយន្តរបស់គាត់និងប្រើអាវុធប្រយុទ្ធគ្នាទីបំផុតការបានបើកបុកជាមួយរថយន្តរបស់ Stone ការវាយប្រហារនេះបានបង្កឲ្យបណ្ដាលឲ្យ John និង Quiet ដួលសន្លប់ពេលវេលាបានកន្លងផុតទៅរហូតដល់ Stone អាចចាប់ Quiet បានហើយត្រៀមខ្លួនរួចជាស្រេចដើម្បីប្រហារជីវិតនាងអរគុណចំពោះពាក្យសម្ដីរបស់ Quiet John បានព្យាយាមចេញពីឡានឡើងទៅលើដំបូលឡានរបស់ហើយក៏បានគប់ពូថៅទៅលើ Stone ជាលទ្ធផលនៃការវាយប្រហារដ៏សាហាវនេះធ្វើឲ្យ Stone រងរបួសយ៉ាងខ្លាំងពេល John និង Quiet ចាកចេញពួកគេបានឮសំឡេងបាញ់មួយគ្រាប់ពីទីតាំងរបស់ Stone ដែលបង្ហាញថាគាត់បានជ្រើសរើសសម្លាប់ខ្លួនឯងជាជាងស្លាប់យឺតៗដោយសារតែរងរបួសទន្ទឹមនឹងនេះ Watts បានរកឃើញ Amber មានសុវត្ថិភាពពីការផ្ទុះឡានដឹកទំនិញ
ជាអកុសលសមាជិកក្រុមដែលបានជួយបិទបាំងរបួសរបស់ Amber ត្រូវបានគេរកឃើញថាស្លាប់ទាំងអស់មួយសន្ទុះក្រោយមក John និង Quiet បានទៅដល់ New San Francisco ទោះបីជាពួកគេមានកិច្ចព្រមព្រៀងអាជីវកម្មក៏ដោយ John បានផ្ញើកញ្ចប់មួយទៅឲ្យ Raven នៅពេលដែលពេលវេលាបេសកកម្មនៅសល់តែ1នាទីទៀតយោងតាមកិច្ចព្រមព្រៀង Raven បានផ្ដល់សំណូកដោយធ្វើឲ្យ John ក្លាយជាពលរដ្ឋនៃ New San Francisco ទោះជាយ៉ាងណាក៏ដោយ John បានបដិសេធសំណូកនេះពីព្រោះ Quiet ត្រូវបានហាមឃាត់មិនឲ្យចូលទីក្រុងជាមួយគាត់វាបានបង្ហាញថា Quiet ត្រូវបានហាមឃាត់មិនឲ្យចូលរួមពីព្រោះគាត់មិនមានជាប់ពាក់ព័ន្ធជាផ្លូវការនៅក្នុងកិច្ចព្រមព្រៀងរវាង Raven និង John Quiet នៅទីបំផុតបានបាញ់ John ដើម្បីធ្វើឲ្យ John ចង់បែកគ្នាពីគាត់បន្ទាប់ពីនោះ Raven បានបើកកញ្ចប់ដែលបង្ហាញថាមានតែការ៉េមប៉ុណ្ណោះពេលនិយាយជាមួយកូនចៅរបស់នាង Raven បានសារភាពថាគាត់បានបញ្ជាទិញការ៉េមនេះពី Calypso មួយខែក្រោយមក John ដែលបានជាសះស្បើយពីរបួសដោយសារគ្រាប់កាំភ្លើងបានចាប់ផ្ដើមជីវិតថ្មីរបស់គាត់នៅពេលនេះ John បានចូលនិវត្តន៍ជាអ្នកដឹកជញ្ជូនហើយបានប្រែក្លាយទៅជាមនុស្សធម្មតាកាលវេលាកន្លងផុតទៅ John មានអារម្មណ៍សប្បាយរីករាយជាមួយនឹងជីវិតថ្មីរបស់គាត់ដែលគ្មានការគំរាមកំហែងអ្វីទាំងអស់ទោះជាយ៉ាងណាក៏ដោយយូរទៅ John មានអារម្មណ៍ឯកាទោះបីជាកូនចៅរបស់ Raven កំពុងព្យាយាមធ្វើឲ្យគាត់មានអារម្មណ៍ផាសុកភាពក៏ដោយទីបំផុត John បានជួប Raven ហើយបានប្រាប់គាត់ថាគាត់នឹងទៅរក Quiet បន្ទាប់មក John បានបង្ហាញថាជីវិតដ៏សុខសាន្តរបស់គាត់មានអារម្មណ៍ថាគ្មានន័យបើគ្មាន Quiet បន្ទាប់មកនៅពេលដែល John ចាក់ចេញ Raven បានបង្ហាញគាត់នៅផ្ទះទទេមួយនៅក្នុងទីក្រុងបន្ទាប់មក Raven បានបង្ហាញថាផ្ទះនោះពិតជាកន្លែងដែល John ត្រូវបានចិញ្ចឹមបីបាច់ដោយឪពុកម្ដាយរបស់គាត់លើសពីនេះទៅទៀត Raven បានបង្ហាញរូបថតគ្រួសាររបស់ John ដែលបង្ហាញថាគាត់មានប្អូនស្រីម្នាក់មានពេលមួយដែលពិភពលោកចាប់ផ្ដើមដួលរលំ John ត្រូវបានឪពុករបស់គាត់ប្រាប់ឲ្យរត់ចេញតែម្នាក់ឯងដោយឡានមុនពេលគាត់ជួបគ្រោះថ្នាក់ដែលធ្វើឲ្យគាត់បាត់បង់ការចងចាំវាបានបង្ហាញថា Raven បានដឹងការពិតទាំងអស់នេះរួចហើយមុនពេលគាត់លាលែងពីតំណែង John ទីបំផុត Raven បានបញ្ជាឲ្យបុគ្គលិករបស់គាត់បញ្ឈប់ John ដើម្បីកុំឲ្យគាត់ចាកចេញពី New San Francisco បន្ទាប់ពីនោះ Raven បានបង្ហាញថាបេសកកម្មដឹកជញ្ជូនកញ្ចប់ដែលគាត់បានស្នើសុំគឺជាការសាកល្បងសមត្ថភាពរបស់ John ជាការប្រសើរណាស់ដោយសារតែ John ទទួលបានជោគជ័យ Raven នឹងឲ្យ John ចូលរួមជាមួយក្នុងការប្រកួតប្រណាំងរថយន្តដំបូងគេបង្អស់របស់ពិភពលោកការប្រកួតដែលរៀបចំឡើងដោយ Calypso ក៏នឹងស្វែងរកអ្នកបើកបរដ៏ល្អបំផុតផងដែរទោះបីជា John នឹងក្លាយជាតំណាងរបស់ Raven ក៏ដោយបន្ទាប់មកប្រសិនបើ John ជាអ្នកឈ្នះ Raven នឹងទទួលបានរង្វាន់ដែលនឹងធ្វើឲ្យបំណងប្រាថ្នាដ៏ធំបំផុតរបស់គាត់ក្លាយជាការពិតទន្ទឹមនឹងនេះនៅខាងក្រៅទីក្រុង Quiet ដែលកំពុងបើកបររថយន្តត្រូវបានក្រុមស្ត្រីពាក់មួកមួយក្រុមបញ្ឈប់ភ្លាមៗបន្ទាប់មកមេក្រុមនោះបានបង្ហាញថាគាត់ជាប្អូនស្រីរបស់ John ដោយសារតែហេតុផលនោះមេក្រុមនោះចង់និយាយជាមួយ Quiet អំពី John ម្យ៉ាងវិញទៀត Stu និង Mike ដែលកំពុងអាំងសាច់ញាំយ៉ាងសប្បាយក៏ស្រាប់តែបានលេចមុខចេញមក Sweet Tooth ដែលបានបង្ហាញថាគេនៅរស់ហើយចង់សងសឹកពួកគេបន្ទាប់ពីសម្លាប់ Mike ដោយជោគជ័យ Sweet Tooth បានអូស Stu ទៅកន្លែងណាមួយហើយរឿងភាគនេះក៏ចប់ប៉ុណ្ណឹងហើយបងប្អូនទាំងអស់គ្នាសាច់រឿងទាំងមូលនៃស៊េរី Twisted Metal រដូវកាលទី1ចាប់ផ្ដើមពីវគ្គទី1ដល់ទី10សូមអរគុណច្រើនសម្រាប់ការទស្សនាសាច់រឿងលើកនេះហើយជួបគ្នានៅសាច់រឿង Twisted Metal រដូវកាលទី2បន្ទាប់លាហើយបងប្អូនទាំង